នេះគឺខ្ញុំ48ម៉ោងក្រោយពីតបការវះកាត់សម្រាប់កូនដែលវះកាត់ជាលើកទី3អញ្ចឹងថ្ងៃនេះដែរខ្ញុំនឹងចែកម្លែកបទពិសោធន៍ខ្លះៗនៃការសម្រាប់កូនដែលវះកាត់អញ្ចឹងវីដេអូនេះខ្ញុំនឹងបែងចែកជា3សំខាន់ក្នុងការសម្រាប់កូនទី1ដំណាក់កាលត្រៀមវះកាត់ទី2គឺកំឡុងពេលវះកាត់ឯទី3 24ម៉ោងក្រោយពីការយើងធ្វើការវះកាត់អញ្ចឹងឥឡូវយើងនិយាយ topic ទី1គឺការត្រៀមវះកាត់ហើយម៉ែជាច្រើនគាត់តែងតែបារម្ភអំពីការចាក់បញ្ចូលថ្នាំស្ពឹកតាមឆ្អឹងខ្នងដោយសារដឹងថាបញ្ចូលធំខ្លាយឈឺខ្លាយអីចឹងណាតែម៉ែកុំបារម្ភការចាក់ឆ្អឹងខ្នងគឺវាអត់មានឈឺចាប់ខ្លាំងដល់យើងធម្មតាទេវាដូចយើងជួសរោមដៃអញ្ចឹងដោយសារមុននឹងចាក់បញ្ចូលធំចូលទៅលើឆ្អឹងខ្នងរបស់យើងគ្រូពេទ្យគាត់បានចាក់បញ្ចូលទូជាមុនសិនគឺចាក់ថ្នាំស្ពឹកតិចៗឲ្យម្ដុំហ្នឹងហើយមកគេចាក់បញ្ចូលធំអញ្ចឹងម៉ែមិនបាច់បារម្ភថាឈឺទេគឺវាដូចយើងជួសរោមនៅលើដៃធម្មតាតែផលវិបាកនៅពេលដែលយើងត្រាក់ថ្នាំស្ពឹកហើយគឺវាមានតែអាការៈធ្វើទុកដូចជាចង់ក្អួតនិងថប់ដង្ហើមហើយក៏មិនប្រកាសថាគ្រប់គ្នាគឺអាចមានអាការៈបែបហ្នឹងឯងដូចខ្ញុំជាក់ស្ដែងនៅពេលដែលខ្ញុំសម្រាប់កូនទី1គឺខ្ញុំអត់មានអាការៈបែបហ្នឹងទេតែកូនទី2ខ្ញុំមានតិចៗកូនទី3គឺខ្ញុំមានអាការៈចង់ក្អួតខ្លាំងជាមួយនឹងថប់ដង្ហើមខ្លាំងគឺខ្លាំងជាងគេដោយសារតែខ្ញុំប្រហែលជាខ្ញុំវះកាត់ច្រើនដងប៉ុន្តែកុំបារម្ភដូចគ្នាព្រោះអាការៈបែបហ្នឹងកើតឡើងតែ3ទៅ5នាទីវានឹងបាត់ទៅវិញព្យាយាមស្ដាប់ក្រុមគ្រូពេទ្យណែនាំជាធម្មតាមិនថាអ្នកទាំងអស់គ្នាវះកាត់អីនៅក្រុមគ្រូពេទ្យនៅក្នុងបន្ទប់វះកាត់គាត់តែងនិយាយcheer upយើងដើម្បីយើងមានអារម្មណ៍ធូរស្រាលកុំឲ្យយើងមានអារម្មណ៍តានតឹងតែយើងមានអារម្មណ៍តានតឹងហើយអ្នកទាំងអស់គ្នាគឺវាធ្វើឲ្យប៉ះពាល់ក្នុងដល់ការវះកាត់ដោយសារតែយើងសពិតឈាមយើងឡើងអីចឹងណាអញ្ចឹងម៉ែត្រូវតែបន្ធូរអារម្មណ៍ស្ដាប់តាមគ្រូពេទ្យមុននឹងធ្វើអីគ្រូពេទ្យតែងតែប្រាប់យើងជាមុនសម្បីតែគាត់លេបអកលនៅលើដៃយើងមុននឹងគាត់ចាក់ថ្នាំយើងក៏គាត់ប្រាប់យើងដែរអញ្ចឹងស្ដាប់តាមគាត់ហើយព្យាយាមដកដង្ហើមវែងហើយទៅក្នុងចិត្តថា15នាទីទៀតយើងនឹងបានលើសំឡេងកូនយើងយំអីរបៀបអញ្ចឹងអ្នកក៏ cheer up ហើយបន្ទាប់ពីយើងបានស្ដាប់សំឡេងកូនយំហើយការដេធ្នេរបស់យើងនឹងប្រហែលជារយៈពេល40នាទីទៅ1ម៉ោងជាងទៅតាមការវះកាត់នីមួយៗអញ្ចឹងកាលពីមុនហ្នឹងហើយគឺវាអត់មានអីទេហើយក៏កុំភ័យអត់មានការឈឺចាប់អីទេកំឡុងពេលវះកាត់ហ្នឹងអូខេឥឡូវយើងចូលមកដល់ប្រធានបទទី2អញ្ចឹងបន្ទាប់ពីយើងវះកាត់រួចរាល់បានជោគជ័យហើយក្រុមគ្រូពេទ្យនឹងអស់យើងមកដល់បន្ទប់តាមដានអញ្ចឹងនៅក្នុងបន្ទប់តាមដាននេះតែគឺគេទុកយើងរយៈពេល2ទៅ3ម៉ោងទៅតាមអាការៈស្ថានភាពរបស់ម៉ែព្យាយាមដូចខ្ញុំនិយាយចឹងព្យាយាមដកដង្ហើមវែងធ្វើចិត្តឲ្យ relax ម៉ែមិនបាច់ភ័យបាច់បារម្ភអត់មានការឈឺចាប់អីទេកំឡុងពេលទាំងអស់ហ្នឹងដែលខ្ញុំនិយាយហ្នឹងគឺអត់មានអីការឈឺចាប់ទេវាអត់មានតន់ព្រោះនៅជាតិថ្នាំស្ពឹកនៅក្នុងខ្លួនមានថ្នាំបាត់ការឈឺចាប់នៅក្នុងខ្លួនអញ្ចឹងយើងមានអារម្មណ៍អីទាំងអស់មកកណ្ដាលក្រោមយើងគឺយើងស្ពឹកអស់ហើយនៅកន្ទប់ក្រាបដានហ្នឹងដែរយើងនឹងអាចមានអាការៈនៅពេលដែលក្រុមគ្រូពេទ្យប្រើថ្នាំធ្វើឲ្យយើងកន្ត្រាក់ស្បូនអីចឹងអញ្ចឹងយើងនឹងមានប្រតិកម្មញាក់រៀងញ័រញាក់ដូចយើងល្ងាញញាក់អញ្ចឹងប៉ុន្តែវាអត់មានឈឺចាប់អីវាគ្រាន់តែញាក់ល្ងាញរបៀបអញ្ចឹងតែមិនមែនគ្រប់ម៉ែគ្រប់រូបដូចខ្ញុំនិយាយចឹងមិនមែនសិតតែមានប្រតិកម្មជាមួយអាការៈអស់នឹងទាំងអស់គ្នាវាតាមអាការៈមួយហើយបើសួរថាការញាក់ហ្នឹងវាពិបាកវាឈឺមិនអត់ទេវាដូចយើងទប់ខ្លួនឯងអត់បានដូចយើងល្ងាញញាក់តែយើងអត់មានក្តៅខ្លួនយើងក៏អត់មានពិបាកដែរសូម្បីតែខ្ញុំផ្ទាល់ការកូនទី1គឺខ្ញុំអត់មានញាក់ទេកូនទី2កូនទី3ដែរខ្ញុំញាក់តែខ្ញុំញាក់តែមាត់ទេខ្ញុំអត់មានញាក់មកខ្លួនដូចម៉ែផ្សេងរបៀបចឹងហើយម៉ែខ្លះក៏អត់ញាក់ដូចគ្នាហើយកំឡុងពេលហ្នឹងគឺយើងចាប់ដើមល្វើយយើងល្ងុយគេងឯងដោយសារតែយើងត្រូវថ្នាំបបាត់ការឈឺចាប់ថ្នាំស្ពឹកហុងអីផងគឺយើងអាច relax សម្រាប់បានគាត់ថាវារៀងផលរំខានជាមួយនឹងការញាក់នឹងអូខេចូលមកដល់រឿងទី3 24ម៉ោងក្រោយការវះកាត់គឺជាពេលដែលរៀងឈឺចាប់ខ្លាំងជាងគេក្នុងកំឡុងពេលវះកាត់ហ្នឹងហើយកន្លែងនេះដែរខ្ញុំសូមបកទៅក្រោយតិចទៅពេលដែលយើងចាប់ផ្ដើមចេញពីកន្ទប់តាមដានមកកន្ទប់សម្រាប់ព្យាបាលផ្ទាល់ខ្លួនរបស់យើងវិញពេលហ្នឹងក៏អត់ទាន់មានការឈឺចាប់អីដែរតែកំឡុងពេលដែលយើងមកដល់បន្ទប់បាន2-3ម៉ោងយើងនឹងអាចមានអាការៈឈឺកន្ត្រាក់ស្បូនជាមួយនឹងឈឺមុខរបួសតិចតួចវាភាគច្រើនគឺឈឺកន្ត្រាក់ស្បូនច្រើនជាងថាយើងសម្រាប់វះកាត់ចឹងយកបានកន្ត្រាក់ស្បូននៅក្រុមគ្រូពេទ្យនឹងព្យាយាមប្រើថ្នាំឲ្យយើងកន្ត្រាក់ស្បូនធ្លាក់ឈាមមកចឹងអាការៈឈឺកន្ត្រាក់ស្បូនហ្នឹងគឺវាឈឺខ្លាំងហើយខ្ញុំបកទៅក្រោយម្ដងទៀតក៏មិនមែនឈឺទាំងអស់គ្នាដែរដូចខ្ញុំកូនទី1អត់ឈឺទេកូនទី2ឈឺខ្លាំងកូនទី3នេះគឺអត់ឈឺដូចគ្នាអញ្ចឹងវាអត់ដឹងថាតាមការឆ្លើយតបរាងកាយមួយរបស់ម៉ែទាំងអស់គ្នាអញ្ចឹងកុំតន់បារម្ភអីខ្លាំងនៅពេលដែលយើងឈឺចាប់ធម្មតាបានយើងអាចប្រាប់ទៅក្រុមគ្រូពេទ្យគាត់នឹងប្រើថែមថ្នាំបាត់ការឈឺចាប់ឲ្យយើងអញ្ចឹងយើងពេលហ្នឹងគឺយើងនៅដេក relax ហើយភាគច្រើនគឺងងុយគេងរយៈពេល24ម៉ោងទៅ48ម៉ោងគឺយើងគេងច្រើនមែនតើដោយសារជាតិថ្នាំបាត់ការឈឺចាប់ទាំងអស់ហ្នឹងបន្ទាប់ពី24ម៉ោងក្រុមគ្រូពេទ្យគាត់នឹងចាប់ផ្ដើមឲ្យយើងចាប់ផ្ដើមហ៊ានដើរហើយយើងកុំបង្ខំម៉ែកុំបង្ខំងើបភ្លាមគាត់តែងើបមកអង្គុយសើយើងធ្វើមុខទេយើងចាប់ផ្ដើមដាក់ជើងសដុកចុះក៏អត់ទាន់ងើបដើរដែរព្យាយាមធ្វើម្ដងតិចតាមក្រុមគ្រូពេទ្យណែនាំហើយ24ម៉ោងដែលយើងងើបឈរដើរដំបូងគឺជាពេលដែលឈឺចាប់ខ្លាំងជាងគេក្នុងពេលវះកាត់ហ្នឹងព្រោះថាវារៀងឈឺធ្នេហងវារៀងល្ងឹតមុខហងយើងត្រូវតែមានអ្នកដើរទប់យើងព្រោះយើងអាចនឹងដួលបានក៏ពេលព្រោះជើងយើងទប់តែងើបពីស្ពឹកហើយខ្លួនប្រាណយើងទាំងមកគឺអត់ទាន់វិលត្រឡប់រហូតដូចដើមទេណាហើយនៅពេលដែលយើងងើបដើរធ្នេហ្នឹងគឺរៀងឈឺខ្លាំងកន្លែងស្បូនហ្នឹងគឺឈឺខ្លាំងហើយចំណុចនេះដែរគឺជាពេលដែលអ្នកទាំងអស់គ្នាសំខាន់បំផុតនៅពេលដែលអ្នកចង់ឆាប់បាត់ឈឺត្រូវតែព្យាយាមងើបឲ្យលឿនងើបដើរឲ្យលឿនព្យាយាមងើបដើររៀនដើរងើបដើរពេលហ្នឹងដឹងឈឺហើយខ្ញុំឈឺដូចគ្នាដូចខ្ញុំ48ម៉ោងហើយក៏ខ្ញុំនៅតែពេលងើបខ្ញុំឈឺដែរតែនៅពេលដែលយើងដើរបានច្រើនដើរញឹកអាសាដើរព្យាយាមរៀនដើរកុំបង្ខំខ្លួនឯងយើងព្យាយាមតាមយើងធ្វើបានអញ្ចឹងរបួសអ្នកទាំងអស់គ្នាក៏ឆាប់បាត់ឈឺដែររាងកាយអ្នកទាំងអស់គ្នាក៏ឆាប់វិលមករកភាពដូចដើមដូចគ្នាអញ្ចឹងបរិស័ទខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏អរគុណទៅដល់ក្រុមគ្រូដែរមន្ទីរពេទ្យអរណ្ដាមែនតើនិយាយទៅគាត់ take care ខ្ញុំបានល្អគាត់ព្យាយាមបញ្យល់ខ្ញុំណែនាំខ្ញុំទៅបីជាខ្ញុំសម្រាប់កូនទៅវះកាត់លើកទី3ក៏ដោយក៏ខ្ញុំនៅតែមានភាពភ័យខ្លាចអញ្ចឹងធម្មតាយើងដេកឲ្យគេវះអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេម៉ែឆ្ងល់អីអាចឆាតមកសួរខ្ញុំបានខ្ញុំឆ្លៀតរាយនឹងឆ្លើយប្រាប់អ្នកទាំងអស់គ្នាហើយវីដេអូនេះរៀងវែងតិចហើយដោយសារចង់ចែកម្លែកបទពិសោធន៍ផ្ទាល់ខ្លួនទៅប្រាប់អ្នកទាំងអស់គ្នាខុសត្រូវអីក៏ប្រកែកប្រកាន់ព្រោះនេះគឺជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំឯងអញ្ចឹងការឆ្លងកាត់នៃការវះកាត់មួយគឺអត់ដូចគ្នាសូម្បីតែខ្ញុំកូន3ខុសគ្នាទាំង3អញ្ចឹងស៊ូម៉ែទាំងអស់គ្នាមិនថាសម្រាប់កូនទៅវះកាត់ឬក៏ការសម្រាប់កូននៅធម្មជាតិគឺជារឿងអស្ចារ្យបំផុតសម្រាប់អ្នកទាំងអស់គ្នា